mộtបន្តមេរៀនរបស់យើងបន្តទៀតជាដំបូងយើងធ្វើការចាក់កម្រាស់នេះមកនេះយើងខមមិនអក្សរ P មកយើងដាក់កម្រាស់វា3ហ៊ុនមកសម្រាប់ទ្វារយើងណាអានេះយើងដាក់4ហ៊ុនអូខេបន្តមកទៀតយើងខមមិនអក្សរ F មកជានេះចូលក្នុង6ហ៊ុនមកអូខេបន្តមកទៀតយើងខមមិនអក្សរ P យើងធ្វើការអូសអានេះមកក្រោយនេះអូខេបន្តមកទៀតអានេះយើង comment អក្សរ F យើងចូលមកក្នុង10មកតាក់បន្តមកទៀតយើង comment អក្សរ O យើងដាក់ចំកណ្ដាលលេងម៉ូដទ្វារនេះទៅអូខេយើងក្រោយម្ដងយើង comment អក្សរ P មកcomment អក្សរ F យើងចូលក្នុងដោយតាមមុនដែរហ្នឹងយើងចូលក្នុង10មកអូខេចូលក្នុង10បន្តមកទៀតយើងចុច comment អក្សរ O យើងដាក់ចំកណ្ដាលនេះមកនេះចំកណ្ដាលនេះមកអូខេយើងបានប៉ុណ្នេះហើយយើងចាប់ផ្ដើមមើល make group វាពេលយើងទាញទៅកុំឲ្យទាញបានតែមួយអញ្ចឹងណាអូខេអានេះយើងអានេះយើងដាក់ខ្ចង់ឲ្យទៀតមកយើង comment អក្សរ O ចុចចំកណ្ដាលមកអូខេតោះមកយើងរើសពណ៌ខ្ចង់មកអូខេយើង select លើវាមកចុច mouse ស្ដាំ make group នេះក៏យើង select វាទៅមក mouse ស្ដាំនៅគ្នាហើយ make group មកតោះមកយើងធ្វើការអូសចូលយើង comment អក្សរ M មកចុចចំនេះមក comment អក្សរ M ចាប់ត្រង់ចំណុចនេះមួយមកអូខេអានេះមួយទៀតមកអូខេតមកទៀតយើងអានេះម្ដងហើយនឹងយើងដាក់ពីមុខមកអូខេនៅវគ្គប៉ុណ្ណឹងយើងមានតែប៉ុណ្្នឹងទេហើយយើងនៅវគ្គក្រោយទៀតយើងនឹងចូលមករៀនរបស់យើងបន្តទៀតអាហ្នឹងយើងធ្វើបានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការចូលទស្សនាយើងជួបគ្នានៅវគ្គក្រោយបន្តទៀតអរគុណច្រើនជំរាបលា